លោកអ្នកនាងជាទីមេត្រីថ្ងៃនេះ SBM News សម្លឹកយកជោគជតារាសីសម្រាប់ថ្ងៃអាទិត្យ13កើតខែអាសត់ឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី5ខែតុលាឆ្នាំ2025ដែលមានដូចតទៅឆ្នាំជូតធាតុទឹកពងទេវរាប្រុសរាសីរបស់អស់លោកអ្នកដែលកើតឆ្នាំជូតថ្ងៃនេះមធ្យមលោកអ្នកអាចនឹងជួបរឿងមួម៉ងខ្លះៗប៉ុន្តែមិនធ្វេសនោះទេព្រោះនៅចិត្តខ្លួនអ្នកនឹងមានមនុស្សល្អជួយដោះស្រាយសម្រាប់គ្រួសារនិងស្នេហាមានភាពចុះសម្រុងដូចសពមួយដងឆ្នាំឆ្លូវធាតុដីពងមនុស្សប្រុសរាសីរបស់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវថ្ងៃនេះល្អបង្គួរលោកអ្នកអាចនឹងមានមនុស្សតាមជួយយកអាសាធ្វើការងារអ្វីក៏សម្រេចគ្រាន់តែតឹងតែងបន្តិចចំពោះអ្នករកស៊ីកាក់កបខ្លាំងប៉ុន្តែត្រូវហត់បន្តិចហាមដើរឆ្ងាយពីផ្ទះនិងផឹកស៊ីដល់យប់ជ្រៅចំពោះរឿងគ្រួសារនិងស្នេហាផ្អែមល្ហែមនិងយល់ចិត្តគ្នាទៅវិញទៅមកឆ្នាំខាលធាតុឈើពងយក្សស្រីលោកអ្នកដែលកើតឆ្នាំខាលថ្ងៃនេះរាសីធ្លាក់ចុះលោកអ្នកអាចនឹងមានមនុស្សតាមជាន់ពលិចតាមផ្ចាញ់ផ្ចាល់ដូច្នេះត្រូវតែប្រយ័ត្នប្រយែងគិតមុខក្រោយឲ្យបានសពជ្រុងជ្រោយមុននឹងជឿសម្ដីនរណាម្នាក់ចំពោះរឿងគ្រួសារនិងស្នេហាអាចនឹងមានភាពរកាំរកូសឆ្លោះទាស់ទែងបើមិនចេះអត់ឱនអាចឈានទៅផ្លូវបែកបាក់ឆ្នាំថោះធាតុឈើពងមនុស្សស្រីរាសីរបស់អស់លោកអ្នកដែលកើតឆ្នាំថោះថ្ងៃនេះរាសីធ្លាក់ចុះលោកអ្នកអាចនឹងប្រឈមមុខជាមួយនឹងបញ្ហាជាច្រើននៅថ្ងៃនេះគួរក៏បីចេះសមាធិក្នុងចិត្តរងាប់អារម្មណ៍មកសៅហើយគិតរឿងល្អៗបើពុំដូច្នោះទេភាពតានតឹងនឹងកើតមានចាប់ការងារអ្វីក៏មិនកើតអាចនឹងត្រូវចវាយនេះស្ដីបន្ទោសហើយបើជាអ្នករកស៊ីអាចបាត់បង់ប្រាក់ចំណូលខាតដើមចុងទៀតផងចំពោះរឿងគ្រួសារនិងស្នេហាអាចនឹងមានចំនួនរកាំរកូសបន្តិចបន្តួចឆ្នាំរោងធាតុមាសពងទេវរាប្រុសរាសីរបស់អស់លោកអ្នកដែលកើតឆ្នាំរោងថ្ងៃនេះរាសីឡើងខ្ពស់ត្រដែតថ្ងៃនេះលោកអ្នកនឹងសម្រេចបាននូវក្តីប្រាថ្នារបស់អ្នកដែលតែងតែគិតទុកជាយូរមកហើយភាពសប្បាយរីករាយនឹងកើតមាននៅក្នុងជីវិតទាំងការងារនិងការរកស៊ីជួបតែភាពជោគជ័យចម្រុងចម្រើនឯរឿងគ្រួសារនិងស្នេហាមានតែភាពត្រជាក់ត្រជុំផ្អែមល្ហែមដូចស្រមោចនឹងស្ករឆ្នាំម្សាញ់ធាតុភ្លើងពងមនុស្សប្រុសរាសីរបស់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ថ្ងៃនេះឡើងខ្ពស់ត្រដែតលោកអ្នកនឹងបានជួបអ្នកមានបុណ្យមកក្នុងជីវិតហើយតែងតែជួយអ្នករាល់កិច្ចការលំបាកទាំងឡាយចំពោះរឿងគ្រួសារនិងស្នេហាមានតែភាពផ្អែមល្ហែមត្រជាក់ត្រជុំដូចទឹកអង្គបំពង់ខ្ចីឆ្នាំមមីធាតុមាសពងទេវរាស្រីលោកអ្នកដែលកើតក្នុងឆ្នាំមមីថ្ងៃនេះរាសីធ្លាក់ចុះថ្ងៃនេះឧបសគ្គជាច្រើននឹងមកតោងទាមក្នុងការងារប្រចាំថ្ងៃរបស់អ្នកធ្វើការងារអ្វីក៏មិនសម្រេចមិនថាទាំងការងារក្នុងក្រុមហ៊ុនឬស្ថាប័នសាធារណៈក៏ដូចជារបររកស៊ីផងដែរដោយឡែកសម្រាប់រឿងគ្រួសារនិងស្នេហាមិនមានរកម្មរកូសឬក៏បញ្ហាណាមួយឡើយគ្រាន់តែមិនមានភាពរីករាយតែប៉ុណ្ណោះឆ្នាំមមែធាតុមាសពងទេវរាស្រីលោកអ្នកដែលកើតក្នុងឆ្នាំមមែថ្ងៃនេះរាសីឡើងខ្ពស់លោកអ្នកអាចបំពេញការងាររកស៊ីបានទៅដោយរលូននិងប្រកបដោយភាពរីករាយព្រោះនឹងទទួលបានកាដូឬរង្វាន់លើកទឹកចិត្តពីនរណាម្នាក់ចំពោះរឿងគ្រួសារនិងស្នេហាមានតែភាពផ្អែមល្ហែមយល់ចិត្តគ្នាទៅវិញទៅមកឆ្នាំវកធាតុដែកពងយក្សប្រុសលោកអ្នកដែលកើតឆ្នាំវកថ្ងៃនេះរាសីល្អបង្គួរមានរឿងលំបាកជាច្រើនដែលលាក់ទុកក្នុងចិត្តប៉ុន្តែវានឹងអាចដោះស្រាយបានប្រសិនបើអ្នកទម្លាយចេញមកក្រៅព្រោះមនុស្សក្បែរខ្លួនអ្នកចាំជួយចាំគាំទ្រជានិច្ចហាមដើរឆ្ងាយផ្ទះត្រូវយកចិត្តទុកដាក់ជាមួយគ្រួសារនិងស្នេហាទើបមិនមានភាពរកាំរកូសកើតឡើងឆ្នាំរកាធាតុដែកពងយក្សប្រុសលោកអ្នកដែលកើតឆ្នាំរកាថ្ងៃនេះរាសីធ្លាក់ចុះថ្ងៃនេះមានដំណំច្រើនសម្រាប់អស់លោកអ្នកដែលកើតក្នុងឆ្នាំរកាដើម្បីជៀសវាងពីគ្រោះថ្នាក់ធំហាមចេញក្រៅផ្ទះហាមសេពគ្រឿងស្រវឹងជ្រុលដល់ឋានៈបាត់បង់ទំនួលខុសត្រូវហាមបញ្ចេញមតិយោបល់ច្រើនទៅកាន់អ្នកដទៃចំពោះរឿងគ្រួសារនិងស្នេហានឹងមានភាពរកាំរកូសតិចតួច
ឆ្នាំចធាតុដីពងយៈស្រីលោកអ្នកដែលកើតឆ្នាំចថ្ងៃនេះរិស័យធ្លាក់ចទំនាយទីថាលោកអ្នកនឹងជួបនៅការកុហកបោកប្រាស់បោកទាំងទំនុកចិត្តរហូតដល់បាត់បង់ទ្រព្យសម្បត្តិចូលប្រយ័ត្នជាមួយនឹងការបណ្ដាក់ទុនរកស៊ីផ្សេងចំណែកឯរឿងគ្រួសារនិងស្នេហាគឺសូមមានការយោគយល់គ្នាឲ្យបានខ្ពស់ឆ្នាំកុលធាតុទឹកពងមនុស្សស្រីរិស័យរបស់អស់លោកអ្នកដែលកើតឆ្នាំកុលថ្ងៃនេះស្ថិតនៅឡើងខ្ពស់លោកអ្នកនឹងទទួលបានលាភសក្ការៈច្រើនពីមនុស្សជុំវិញខ្លួននិងឱកាសថ្មីល្អៗជាច្រើនហើយប្រសិនជាអ្នកធ្វើការជាបុគ្គលិកមន្ត្រីរាជការអាចនឹងបានឡើងតំណែងហើយប្រសិនជាអ្នករកស៊ីក៏អាចនឹងមានលុយកាក់ហូរចូលដោយទឹកបាក់ទំនប់ចំពោះរឿងគ្រួសារនិងស្នេហាគឺមានតែភាពផ្អែមល្ហែមលោកលឿនត្រជាក់ត្រជុំដោយទឹកអម្រឹត